ហើយអ្វីបានជាការនៅផ្ទះច្រើនពេកអាចបំផ្លាញជីវិតរបស់អ្នកដោយមិនដឹងខ្លួនការស្នាក់នៅក្នុងផ្ទះច្រើនពេកវាកំពុងតែបំផ្លាញជីវិតរបស់អ្នកយ៉ាងស្ងៀមស្ងាត់វាកំពុងតែធ្វើឲ្យពិភពលោករបស់អ្នកកាន់តែរួមចង្អៀតតូចទៅនិងផ្ដល់ឱកាសឲ្យភាពធុញថប់បានរីករូតលាស់ឡើងនៅពេលដែលអ្នកនៅផ្ទះកាន់តែច្រើនថ្ងៃជាប់គ្នាសូម្បីតែរឿងតូចតាចបំផុតក៏ចាប់ផ្ដើមមានអារម្មណ៍ថាធ្ងន់សម្រាប់អ្នកដែរការចេញទៅក្រៅបន្តិចបន្តួចដូចជាទៅហាងទំនិញទៅធនាគារក៏ចាប់ផ្ដើមមានអារម្មណ៍ថាដូចជាខំប្រឹងប្រែងធ្វើសកម្មភាពមួយដ៏ធំផងដែរការចុះខ្សោយនៃរាងកាយរឿងនេះវាបានកើតឡើងគឺមិនមែនដោយសារតែអ្នកជាមនុស្សទន់ជ្រាយនោះទេក៏ប៉ុន្តែគឺវាដោយសារតែរាងកាយរបស់អ្នកភ្លេចនៅការធ្វើចលនានៅពេលដែលវាមិនបានជួបទៅនឹងពិភពលោកខាងក្រៅគំនិតគឺកាន់តែតូចចង្អៀតនៅពេលដែលអ្នកនៅផ្ទះពិភពលោករបស់អ្នកក៏កាន់តែតូចចង្អៀតទៅពីព្រោះអ្នកកំពុងតែរស់នៅក្នុងចន្លោះជញ្ជាំងដ៏តូចចង្អៀតមួយការរីកដុះដាលនៃភាពភ័យខ្លាចគំនិតរបស់អ្នកក៏ចាប់ផ្ដើមវិលវល់ហើយភាពភ័យខ្លាចនឹងមានកន្លែងកាន់តែច្រើនឡើងសម្រាប់ការរីករូតលាស់នៅក្នុងកន្លែងដែលបិទជិតនោះតែទោះជាយ៉ាងណាក៏ដោយអ្វីនឹងផ្លាស់ប្ដូរនៅពេលដែលអ្នកបោះជំហានទៅខាងក្រៅការបើកចិត្តឲ្យទូលាយនៅពេលដែលអ្នកដើរទៅក្រោមមេឃដ៏ស្រឡះនោះភ្នែករបស់អ្នកបានមើលទៅឆ្ងាយម្ដងទៀតអ្វីមួយដែលនៅក្នុងខ្លួនរបស់អ្នកក៏ចាប់ផ្ដើមបើកចំហភាពធូរស្រាលដង្ហើមរបស់អ្នកនឹងកាន់តែជ្រៅចូលទៅក្នុងដើមទ្រូងរបស់អ្នកហើយវាកាន់តែធូរស្រាលផ្លូវដែលអ្នកនឹងដើរនឹងមានអារម្មណ៍ថាទូលំទូលាយជាងអ្វីដែលអ្នកធ្លាប់បារម្ភការរំលឹកទៅដល់បេះដូងសូម្បីតែការដើរក្នុងរយៈពេលខ្លីក៏គ្រប់គ្រាន់នៅក្នុងការរំលឹកបេះដូងរបស់អ្នកថាជីវិតគឺធំធេងជាងបន្ទុកមួយទៅទៀតចូលចេញទៅក្រៅថ្ងៃនេះមិនមែនដើម្បីរត់គេចចេញពីគំនិតរបស់អ្នកឡើយក៏ប៉ុន្តែដើម្បីឲ្យពួកវាមានដង្ហើមដកផងដែរ